សូមបានទៅចេះតែមកតើវាពិតជាអញ្ចឹងមែនអត់នេះដែរគឺជាលើកទី3របស់ខ្ញុំហើយដែលខ្ញុំបានមកយានផារ៉ាដៃដែលជាទីកន្លែងស័ក្តិសិទ្ធិនៅខេត្តកំពតមិនបាច់តនិយាយដល់អ្វីដែលយើងមើលមិនឃើញទេយើងមើលអ្វីដែលឃើញត20សិនគឺទេសភាពអ្នកទាំងអស់គ្នាអូត្រជាក់ស្រស់ស្អាតលងល្វើយមានខ្យល់បរិសុទ្ធហើយជាពិសេសដែលខ្ញុំទៅនេះគឺជាថ្ងៃសិលទីហើយតែខាន់ទៅអ្នកទាំងអស់គ្នាត្រឡប់មកវិញដឹងតែផ្លែផ្នែកទៀតហើយដោយសារគេបានសាងសង់នៅអ្វីផ្សេងៗទៀតបានរួចរាល់ទៀតវាកាន់តែមើលទៅកាន់តែស្អាតខ្ញុំពិតជាចង់ឃើញមែនទែននៅពេលដែលគេសាងសង់រួចរាល់ទាំងអស់ហ្មងតើស្អាតប៉ុណ្ណាទៅនៅទីនេះមានការលើកស្ទួយនៅដំណាំផ្លែឈើដែលជាធម្មជាតិរបស់ខ្មែរយើងទៀតមកលើនេះដូចរាល់ដងអញ្ចឹងខ្ញុំមកទិញដង្វាយយកទៅកាត់ឆុងជាមួយនឹងព្រះនពគ្រោះឬព្រះរាហូដែលក្នុងនោះដង្វាយតម្រូវឲ្យមានពណ៌ខ្មៅទាំងអស់ឆ្ងល់ហើយមែនអត់ខ្ញុំមកម្ដងទៀតដោយសារតែនេះគឺជាពេលវេលាដែលចិត្តចូលឆ្នាំខ្មែរគឺបើរាប់តាមឆ្នាំខ្មែរគឺចិត្តចូលឆ្នាំថ្មីឆ្នាំទី2អញ្ចឹងខ្ញុំមកកាត់ឆុងនៅពេលដែលចូលឆ្នាំថ្មីឲ្យហើយបងប្អូនគាត់ចង់កាត់ឆុងឲ្យមកកាត់នៅទីនេះបានហើយខ្ញុំចង់ប្រាប់ថាមកមិនបាច់ភ័យបារម្ភអីទេដូចប្រាប់អញ្ចឹងគឺម្ដងនេះបងក៏ចាំប្រាប់យកពីវិធីនៃការកាត់ឆុងទាំងអស់តាំងពីដើមរហូតដល់ចប់បន្ទាប់ពីចេញពីព្រះរាហូហើយខ្ញុំបន្តទៅនឹងព្រះភិក្ខុនេជាមួយនឹងព្រះភិក្ខុនេខ្ញុំសូមពរឲ្យអង្គពុកជួយបើកផ្លូវបើកជាពន្លឺដល់ខ្ញុំនៅក្នុងកិច្ចការងារសិល្បៈអីចឹងទៅហើយបងប្អូនឆ្ងល់សូមបានហើយមិនចេះតែមកមែនទេបងប្អូនការដែលយើងមកនេះមកចិត្តជ្រះថ្លាដែលយើងខ្ញុំនិយាយចឹងជំនឿជឿដោយការពិចារណាមិនបាច់ស្ដាប់តាមអ្នកណាគេទេសប្បាយចិត្តធ្វើដោយពេញចិត្តហើយធ្វើដោយសទ្ធាជាខ្លាំងអ្វីដែលផ្លាយជាងពីការមកលើកមុនគឺសារនេះខ្ញុំបានចូលគោរពនឹងព្រះនវាជាមួយនឹងព្រះសិវលីដែលជាព្រះប្រធាននៅទ្របជាពិសេសត្រូវខំមែនតើជាមួយបងប្អូនដែលគាត់ធ្វើការរស់ស៊ីមកទីនេះបងប្អូនអាចសុំលៀបសុំទ្របជាមួយព្រះសិវលីមកកាត់គ្រូជាមួយនឹងព្រះនពគ្រោះឬព្រះរាហូហើយសុំប្រាជ្ញាពីព្រះកណេសសុំបុត្រាបុត្រីសុំសុភមង្គលពីព្រះសិវៈនិងព្រះនាងឧមាទេវីហើយក៏កុំភ្លេចសុំពរជ័យសេចក្តីសុខចម្រើនជាមួយនឹងព្រះម៉ែធរណីអញ្ចឹង vlog ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ទទួលនៅបទពិសោធន៍ពិតៗ